អ្វីដែលសំខាន់ដែលធ្វើឲ្យសម្រេចគោលដៅនឹងបានធ្វើឲ្យសម្រេចផែនការសកម្មភាពយើងបានទាល់តែយើងមានសាមគ្គីពាក្យថាសាមគ្គីមួយម៉ាត់ពីរម៉ាត់ហ្នឹងវាខ្លីទេប៉ុន្តែដល់ទៅពេលបកទៅវិញវាឆ្ងាយហើយយើងធ្វើយ៉ាងម៉េចឲ្យមានសាមគ្គីហ្នឹងចា៎ថ្នាក់ដឹកនាំរបស់យើងប្រមុខរាជរដ្ឋាភិបាលរបស់យើងគាត់ធ្វើការកន្លងមករយៈពេល30ឆ្នាំជាងហ្នឹងដែលឈរជើងរឹងមាំដែលដឹកនាំប្រទេសមកដល់សប្តាហ៍ថ្ងៃគឺដោយសារកត្តាសាមគ្គីពួកគាត់មានសាមគ្គីមានគាត់ដឹងថាធ្វើម៉េចឲ្យមានសាមគ្គីចាស់យើងបន្តទៅមុខទៀតមិនបាច់ថាមើលទៅវិញឆ្ងាយសូម្បីតែគ្រួសារមួយបើសិនអត់ត្រូវគ្នាពីអ្នកដីពុនក៏ឆ្លោះគ្នាដែរចុះទម្រាំសម្ដេចគាត់ដឹកនាំមកប្រទេសគ្នាដល់17លាននាក់គាត់ធ្វើឲ្យប្រទេសមួយនឹងប្រជាជនយើងសាមគ្គីគ្នាបានហេតុអីបានខ្ញុំថាសាមគ្គីគ្នាបានសូម្បីតែបច្ចុប្បន្នដែលយើងជាប្រទេសទូចមួយឯងហើយសពាវុធយើងក៏គ្មានប្រមាណដែរតែហេតុអីបានជាយើងហ៊ានទៅប្រឆាំងជាមួយនឹងពួកដែលមានលុយហើយមានប្រជាជនច្រើនគឺដោយសារការដឹកនាំហើយប្រជាជនយើងស្រស់ស្រួលគ្នាសូម្បីតែឥឡូវនេះមកដល់បច្ចុប្បន្ននេះយើងនៅតែមិនខ្លាចយើងនៅតែឈរជើងបានហេតុអីដោយសារទឹកចិត្តរបស់ប្រជាជនយើងរបស់មន្ត្រីរាជការយើងគឺរួមគ្នាតែមួយអញ្ចឹងហើយបានជាខ្ញុំទាញត្រឡប់មកវិញចង់ឲ្យបងប្អូនដឹងថាមកដល់សប្តាហ៍ថ្ងៃនេះមកដល់ម៉ោងនេះគឺយើងមានថ្នាក់ដឹកនាំដែលតម្រង់យើងឲ្យបានរួមគ្នាតែមួយទោះបីសភាពការប្រពន្ធហ្នឹងក៏ខ្មែរយើងសុខចិត្តប្រជាជនអ្នកខាងក្រោយគាំទ្រអ្នកខាងមុខអត់ដូចគេទេណាទៅមើលគេមើលច្បោកច្បល់ពេញហ្នឹង